ជួបគ្នាសារជាថ្មីមកកែលំហាត់គណិតវិទ្យាថ្នាក់ទី9មេរៀនទី1ដដែលចំនួនអក្សរនិទានហើយថ្ងៃនេះដែរយើងចូលទៅដល់លំហាត់ថ្មីគឺលំហាត់ទី10របស់យើងហើយគេឲ្យធ្វើប្រមាណវិធីដកទៅលើ radical ចឹងមុននឹងយើងធ្វើប្រមាណវិធីដកទៅលើ radical នៃឫសការ៉េរបស់យើងត្រូវបញ្ចេញមួយចំនួនចេញពីឫសការ៉េសិនលំហាត់ទី1របស់យើងឫសការ៉េ27និងឫសការ៉េ48ចឹង27ហើយ48មិនមែនជាចំនួនឫសការ៉េប្រកបទេចឹងអត់អាចចេញពីឫសទាំងអស់បានទេប៉ុន្តែយើងអាចបញ្ចេញវាខ្លះចេញពីឫសការ៉េចឹងយើងអាចសរសេរបានថាស្មើនឹងមេគុណ2/3យើងទុកមកដដែលសិនហើយចំណែកឯឫសការ៉េ27យើងអាចសរសេរបានថា9គុណ3 9គុណ3ស្មើនឹង27ហើយ9ស្មើនឹង3ការ៉េអញ្ចឹងអាចចេញពីឫសការ៉េបានហើយដកឲ្យ3/4ឫសការ៉េ48យើងយក16គុណឲ្យ3 16គុណ3ស្មើនឹង48ហើយ16នេះស្មើនឹង4ការ៉េគឺអាចបញ្ចេញពីឫសការ៉េបានអញ្ចឹងយើង2/3យើងអាចទៅសេឲ្យមានភាពងាយស្រួលក្នុងការមើល9នេះគឺស្មើនឹង3ការ៉េគុណឲ្យ3ដកឲ្យ3/4ឫសការ៉េ4ការ៉េគុណឲ្យ3ការ៉េចេញមកបាន3គុណនឹង2បាន6 6/3ឫសការ៉េ3ដកឲ្យ4ការ៉េចេញមកបាន4គុណជាមួយនឹង3បាន12បាន12/4ឫសការ៉េ3អញ្ចឹងយើងធ្វើការសម្រួលភាគយកនិងភាគបែង6ចែកឲ្យ3បាន6ចែក3បាន2អញ្ចឹងបាន2ឫសការ៉េ3ដកឲ្យ12ចែកឲ្យ4ស្មើ3ស្មើនឹង3ឫសការ៉េ3អញ្ចឹងយើងបាន2ឫសការ៉េ3ដកឲ្យ3ឫសការ៉េ3ចម្លើយឃើញដកឫសការ៉េ3ចូលមកដល់លំហាត់ទី2របស់យើងដូចគ្នាដែរមុននឹងយើងធ្វើប្រមាណវិធីដកទៅលើ radical របស់យើងត្រូវបញ្ចេញមួយចំនួនចេញពី radical សិនហើយចំនួនរបស់យើងមិនមែនជាឫសការ៉េប្រកបទេប៉ុន្តែយើងអាចបញ្ចេញមកខ្លះ248យើងអាចសរសេរបានយក144គុណនឹង2អញ្ចឹងស្មើ1/4យើងដាក់មកដដែលវិញសិន288យើងអាចសរសេរបានថា144គុណឲ្យ2 144គុណឲ្យ2ស្មើនឹង288ដកឲ្យ1/6ឫសការ៉េ72យើងយក36គុណឲ្យ2 36គុណ2ស្មើ72វិញហើយ36នេះគឺយើងអាចបញ្ចេញពីឫសការ៉េបានស្មើនឹង6ការ៉េហើយ144នេះគឺស្មើ12ការ៉េបញ្ចេញពីឫសមកស្មើនឹង12អញ្ចឹងយើងសរសេរមកតង់ទៀតឲ្យមានភាពងាយស្រួលក្នុងការមើលគឺ1/4ឫសការ៉េ144ស្មើនឹង12ការ៉េ12ការ៉េគុណឲ្យ2ដកឲ្យ1/6ឫសការ៉េ36ស្មើនឹង6ការ៉េគុណ2បញ្ចេញពីឫស12ការ៉េបញ្ចេញមកបាន12/4ឫសការ៉េ2ដកឲ្យ6បញ្ចេញ6ការ៉េបញ្ចេញពីឫសមកបាន6បាន6/6ឫសការ៉េ2បន្តមកទៀតយើងធ្វើការសម្រួលភាគយកនិងភាគបែង12ចែកឲ្យ4ស្មើនឹង3ឫសការ៉េ2ដកឲ្យ6/6សម្រួលទៅបាន1អញ្ចឹងដកឫសការ៉េ2 3ឫសការ៉េ2ដកឲ្យឫសការ៉េ2ស្មើនឹង2ឫសការ៉េ2ចម្លើយរបស់យើងគឺ2ឫសការ៉េ2ជួបគ្នានៅវីដេអូក្រោយក្នុងលំហាត់ទី10ដដែល